ក្រនតែប្រហោះរូបភាពក៏បានលុយពី Facebook ដែរឥឡូវនេះគឺថាលុយនៅលើមេឃតែម្ដងបងប្អូនចង់ដឹងថាគេរលុយពី Facebook យ៉ាងម៉េច share វីដេអូនេះម្នាក់មួយខ្ញុំនឹងប្រាប់បងប្អូនបាទហើយឥឡូវនេះបងប្អូនកុំភ្លេចតាមដានសកម្មភាពក្រុមរបស់ខ្ញុំថតរឿងបដាខ្ញុំនឹងប្រាប់បងប្អូនបដាឥឡូវនេះយើងមានដូចជាប្រពន្ធរបស់ខ្ញុំហើយនឹងបងអ៊ីវ៉ាអូខេហើយយើងមានទូស្រីរបស់យើងអញ្ចឹងវីដេអូនេះវីដេអូផ្ដេកគោលដៅរបស់ខ្ញុំគឺខ្ញុំយកទៅបង្ហោះ YouTube ទេអញ្ចឹងបងប្អូនដែលមើល YouTube ក៏អាចមើលបានដែរដើម្បីចំណេះដឹងអូខេថ្ងៃនេះគឺខ្ញុំចែករំលែកចំណេះដឹងអញ្ចឹងឥឡូវយើងចាប់ផ្ដើមតែម្ដងទៅពាក់ព័ន្ធជាមួយនឹងការរលុយពី Facebook ឥឡូវនេះគឺថាទលំទលាយមែនទែនក្នុងនាមយើងជាកូនខ្មែរលុយនៅលើមេឃនៅពេញមេឃតែម្ដងបើយើងចេះយកលុយពីវាគឺអេមតែម្ដងបងប្អូនបាទអញ្ចឹងឥឡូវបងអ៊ីវ៉ាមិនទីបងខ្ញុំប្រាប់កុំឲ្យថាខ្ញុំវានិយាយតែឯងអូយអូយអូខេឥឡូវបងចង់ចេះរលុយពី Facebook អត់ចង់តើបងប្អូនទាំងអស់គ្នាឥឡូវចង់ដឹងថា page របស់យើងឬមួយក៏ Facebook របស់យើងរលុយបានឬមួយក៏មិនទាន់បានយើងកាន់ទូរស័ព្ទយើងមកមើល Facebook យើងទាំងអស់គ្នាសូមបញ្ជាក់ណាបងប្អូន account Facebook ក៏រលុយបាន page ក៏រលុយបានតោះឥឡូវយើងចូលទៅកាន់ទូរស័ព្ទរបស់យើងចូល account របស់យើងសិនមកយើងចូល account ហើយបន្តមកទៀតយើងចុចអាកន្លែងនេះអូខេយើងចុចកន្លែងហ្នឹងហើយយើងចុចពាក្យថា monetize អូខេបន្ទាប់ពីយើងចុចពាក្យ monetize គឺយើងឃើញហើយនេះបើសិនជាអាកន្លែងបេតុង content monetize ហ្នឹងវាឲ្យយើង active មានន័យថាយើងអាចរលុយពី Facebook បានហើយតែបើសិនជាវានៅដូចអាខាងក្រោមនេះបងប្អូនដូចអាខាងក្រោមនេះគឺរលុយអត់ទាន់បានទេអញ្ចឹងបងប្អូនព្យាយាមបង្ហោះរូបភាពបង្ហោះវីដេអូដើម្បីឲ្យមានអ្នក like អ្នក comment ច្រើនទៅគឺ Facebook invite យើងឲ្យរលុយហើយបងយល់អត់ Yesចឹងបងឯងមានអារម្មណ៍មិនដែរនៅពេលដែល Facebook អាចរលុយបានគ្រាន់តែបង្ហោះរូបភាពឬមួយក៏គ្រាន់តែសរសេរអក្សរបង្ហោះ status ក៏បានលុយបងមានអារម្មណ៍មិនដែរសប្បាយចិត្តខ្លាំងព្រោះថាដោយសារតែដែលគាត់អាចរលុយបានគាត់អាចរលុយបានហ្នឹងហើយឲ្យតែយើងចេះអីចេះជំនាញអីចេះឲ្យច្បាស់គឺលុយរត់ដេញហ្នឹងហើយរត់ចូលតែម្ដងចឹងឥឡូវនេះខ្ញុំនឹងប្រាប់បងប្អូន tip ផ្សេងទៀតបងប្អូនតាមដានវីដេអូនេះឲ្យចប់ទៅគឺដឹងអីកាន់តែច្បាស់បន្ថែមទៀតហើយវ៉ាវអស្ចារ្យខ្ញុំមិនធ្វើដែរសិនមកឥឡូវយើងមកសួរបងតារ៉ូទាំងអស់គ្នាឥឡូវនេះគាត់ក៏ចាប់ផ្ដើមរលុយពី Facebook ដែរឥឡូវបានហើយជាមួយ account នេះមើលដូចជាបាន$30ជាងបងឯងមានអារម្មណ៍មិនដែរតែ Facebook នៅសុកបើកឲ្យ account ដែលយើងប្រើរាល់ថ្ងៃនេះបើគ្រាន់តែបង្ហោះរូបភាពបានលុយបងឯងសប្បាយចិត្តអត់បាយចិត្តបើខ្ញុំគិតថា Facebook គាត់មានសណ្ដានចិត្តល្អសណ្ដានចិត្តល្អចឹងបងប្អូនខ្មែរយើងណាចាំកាលទៀតបងប្អូនថតរូបភាពក៏បានលុយបង្ហោះវីដេអូក៏បានលុយឥឡូវមើល account ឥឡូវមើល account តើមើលមួយតោះអូខេតោះឥឡូវយើងមកមើល account គាត់ទាំងអស់គ្នាខ្ញុំរកលុយបានហើយបងប្អូននេះយើងចូល monetize នេះមកនោះឃើញអូ$2បាទខែចាស់ប្រហែលខ្ញុំមើលសិនបាទចុចមើលបងចុចមើលអានោះខែចាស់យើងមើលណោះចុចអាហ្នឹងទៅនេះ$34អូហើយបងអញអាចបង្ហាញបានអត់ថារូបភាពមួយណាដែលបានថ្លៃជាងគេរូបភាពមួយណាបងមានច្រើនមានច្រើនឥឡូវមើលតិចមើលឥឡូវមើលរូបភាពទៅបង្ហោះក៏បានដែរឥឡូវអត់ចាំមើលរូបភាពណាថយក្រោយតិចមកបងថយក្រោយតិចមក back មកអូខេយើងចុចអាកន្លែងអូនេះបាន2សេនអូគ្រាន់តែបង្ហោះមិនបាន2សេន2សេនអូខេមើលនេះបងឯងចូលកន្លែងនេះបានយើងដឹងថាណាបានថ្លៃជាងគេណាអូរូបភាពមួយបងអ៊ីវ៉ារូបភាពមួយបងអ៊ីវ៉ា$9រូបភាពមួយកូស៊ីន$7គ្រាន់តែបង្ហោះរូបភាពបានលុយបាទបងឯងមានអីផ្ដែផ្ដាំទៅកាន់បងប្អូនយើងដែលគាត់លេង Facebook ឬថាលេងអត់ប្រយោជន៍ចាបាទសម្រាប់បងដែលយើងលេង Facebook share ជេរប្តី share ជេរពួកម៉ាក់ share ជេរអីយើងឈប់ជេរឈប់ឌឺដងឈប់អីរក content អីផុសរូបអីសបាយយកប្រាក់ចំណូលពី Facebook ព្រោះថាបើយើងធ្វើ content ញ៉ៃទាស់តែងឆ្លោះកាប់ចាក់ហឹងថាអីក៏ Facebook អត់ឲ្យលុយដែរធ្វើរូបសបាយដូចពួកខ្ញុំអញ្ចឹងមកហើយយើងបានលុយបានប្រាក់មួយខែរួចបាន100រួចបន្ទប់ជួលហើយខ្ញុំបាទនេះអាកាមេរ៉ាមែនខ្ញុំនេះក៏វាចាប់ផ្ដើមដែរវាចាប់ផ្ដើមរលុយពី Facebook ហើយបាទនិយាយទៅធ្វើទាំងអស់គ្នាបងប្អូនលុយនៅលើមេឃជួយចាប់លុយទាំងអស់គ្នាកុំឲ្យលុយនឹងរបូតអូខេអ្នកទាំងអស់គ្នាឥឡូវនេះដល់ពេលខ្ញុំឃើញដងខ្ញុំមានអារម្មណ៍ថាសំបីតែដងក៏យើងអាចយកលុយពី Facebook និង YouTube បានដែរយើងនិយាយពីអត្ថប្រយោជន៍ដងណែនាំឲ្យគេផឹកដងឲ្យច្រើនក្នុងមួយថ្ងៃប៉ុន្មានផឹកពេលណាបានអញ្ចឹងណាអញ្ចឹងគ្រាន់តែដងមួយក៏យើងអាចបង្កើត content បានដែរបងប្អូនបាទតែ fan ហ្នឹងអញ្ចឹងបងប្អូនឃើញទេគ្រាន់តែយើងចង់ផឹកដងយើងថតវីដេអូទៅក៏មានអ្នកមើលក៏មានអ្នកចង់ដឹងដែរឲ្យតែយើងនិយាយត្រូវយើងនិយាយពីអត្ថប្រយោជន៍ដងយើងញ៉ាំដងទៅមិនញ៉ាំដងទៅវាមានជាតិទឹកច្រើនយើងមានជាតិទឹកច្រើនហើយវាជួយអីខ្លះអញ្ចឹងយើង search មើលហើយយើងយកមកនិយាយអញ្ចឹងយើងណែនាំគេអញ្ចឹងគឺយើងអាចបានមក content ដែរឃើញអត់បងប្អូនយកបង្ហោះ YouTube ក៏បានលុយ Facebook ក៏បានលុយគឺថាងាយតែម្ដងបងប្អូនចូលរួមធ្វើទាំងអស់គ្នាកុំឲ្យខាត់ពេលវេលាចាប់ពីពេលនេះទៅចាប់ដើមធ្វើពីថ្ងៃហ្នឹងទៅមើលបងប្អូនណែខ្ញុំផឹកដងហើយឃើញទេ
ឆ្ងាញ់មកអស់កន្លងចឹងផឹកដូងអេមហ៎បងប្អូនបាទតោះឥឡូវយើងតសកម្មភាពទៀតឥឡូវខ្ញុំមកថតមកកន្លែងទៀតហើយបងប្អូនចង់ដឹងតែខ្ញុំថតនៅកន្លែងណាមើលវីដេអូនេះចប់ខ្ញុំឃើញអីខ្ញុំថតនៅឲ្យបងប្អូនមើលនេះបងប្អូនទាំងអស់គ្នាសុទ្ធតែ fan ខ្ញុំនេះ fan ខ្ញុំអូនឯងស្គាល់ពូតាមអីគេមកនិយាយម្នាក់មកតាមបទចម្រៀងតាមរឿងអូខេនេះមើលសុទ្ធតែក្មេងៗយើងមកថតនៅកន្លែងទីតាំងនេះគឺសម្បូរក្មេងៗគាត់សាលារៀននៅចិត្តហ្នឹងហ៎អញ្ចឹងខំរៀនទាំងអស់គ្នាណាគ្នាយើងបាទនេះគឺសុទ្ធតែតំពាំងស្នើរិស័យប្រទេសកម្ពុជាយើងហើយជូនពរឲ្យប្រឡងជាប់ទាំងអស់គ្នាណាបាទឆ្លាតណាស់វៃតារា YouTube អូខេឥឡូវនេះយើងបានមកដល់កន្លែងទីតាំងថ្មីទៀតហើយអ្នកសាក់ក្មេងៗនេះអញ្ចឹងឥឡូវយើងមកដល់ទីតាំងថ្មីដែលយើងត្រូវថតគឺនៅក្នុងបុរីអញ្ចឹងបានថាពេលដែលយើងមានមុខមានមាត់នៅលើ Facebook អញ្ចឹងគេជួលយើងមកប្រម៉ូទអញ្ចឹងយើងបានលុយពី3ច្រកបងប្អូនបានទាំង Facebook បានទាំង YouTube បានទាំងពី sponsor ឃើញទេចំណេញណាអញ្ចឹងនៅចាំនរណាទៀតឱកាសមិនចេះតែមានទេខំប្រឹងទាំងអស់គ្នាទៅអូខេឥឡូវនេះយើងរៀបចំថតបន្តទៀតហើយបាទភ្លេចចាំមើលផងនេះតួស្រីរបស់យើងតលុកតលុនដល់ហើយបងប្អូនទាំងអស់គ្នាស្រឡាញ់លីសាអត់បើសិនជាស្រឡាញ់ជួយខមមិនបេះដូងម្នាក់មួយមកពណ៌ក្រហមខមមិនពណ៌ក្រហមលីសាចុះប្រមាថទីពីលេងក្រៅមកនិយាយម៉ាត់មើលនិយាយមួយម៉ាត់ដែលអ្នកកំពុងតែមើលមើលជាសុពម៉ែបងប្អូនស្រឡាញ់ខ្ញុំអត់ស្រឡាញ់ខ្ញុំអត់ណាញ់គ្នាអត់ទាន់ហូបបាយហ្នឹងមកថតចុកម៉ែមកឲ្យថតចាចាំមើលប្រពន្ធគាត់ប្រចាំណាចាន់អីតួគ្នាបងអូនស្រីនេះមកថតអត់មានហូបបាយហូបទឹកអីមកហូបបាយយើងមានតបានបាយណានឹងយើងនឹងគេហ្នឹងអូយតែតែគ្នាតួគ្នាអីយើង make up ឲ្យគ្នាហូបកាន់បដាបងកើហើយអត់ឯងទៅដល់វិញដាក់3ក្បាលរបស់ប្រពន្ធគាត់ហើយប្រពន្ធគាត់ក្មេងប៉ុន្តែប្រច័ណ្ឌអាក្រក់ណាអឺអូយបាទជ្រេញអត់ឆ្ងាញ់ហ្មងណាជេមួយមើលជេលឺអារហាមណែពេលមានបញ្ហាអីរត់គិតពីគ្រាប់បែកអីចូលរុំផ្សិតដារោខ្លួនហើយមើលសុំរុំផ្សិតតិចមើលអូយតោអើយអង្គុយស្មើគ្នាមកចឹងខ្ញុំអង្គុយមុខវិញហ៎អង្គុយឲ្យបញ្ចុកបាយដៃក្នុងបានចុកដៃយកមីអូនអង្គុយខាងចុងមកមីអូនអង្គុយខាងចុងមីអូនអង្គុយខាងចុងវិញអូខេអង្គុយខាងចុងមកប្រឃើញកាផ្លូវគឺហេវហ្មងលីសាបងឃើញកាផ្លូវអញសល់ទេមកហេវហ្មងអូយអង្គុយមើលបងអង្គុយមើលអង្គុយសិនបញ្ចុកគ្នាស្វីតណាមីអូនតោះឡើងតែអង្គុយគៀកគាត់មកកាច់អានឹងចាញ់សិនមកម៉ែចំម៉ៃស្អាតណាតែនេះទូអូចូលមកដល់ស្ដីឲ្យផាច់តែម្ដងនេះมันស្អាតចូលមកស្អាតណានិយាយមែនក្រោយខ្ញុំឃើញកាផ្លូវខ្ញុំហេវហ្មងហេវបាយ